ដោយសារតែពស់សពូឃីវមិនអាចចូលក្នុងលអាងរបស់បិសាចមុខកង្កែបទាន់កូនបិសាចមុខ5ត្រូវបានបង្ខំចិត្តចូលទៅតែឯងពេលនោះធ្វើឲ្យគេមានអារម្មណ៍ខ្លាចយ៉ាងជាខ្លាំងហើយក៏មិនដឹងប្រឈមមុខជាមួយបិសាចមុខកង្កែបយ៉ាងដូចម្ដេចដូច្នេះគេក៏ចង់រកលេសដើម្បីចេញទៅវិញប៉ុន្តែត្រូវបានបិសាចក្តាមនិងបិសាចក្រុមគំរាមថាចង់បោកប្រាស់គេមែនពេលនោះវាគ្មានជំរឿសក៏ដើរតាមពីក្រោយបិសាចទាំងពីរទៅហើយពេលនោះពស់សនិងពស់ឃីវនាងក៏បានបារម្ភអំពីកូនបិសាចមុខ5ផងដែរដូច្នេះហើយពួកគេទាំងពីរក៏បានចែកផ្លូវគ្នាដើម្បីរកផ្លូវចូលទៅក្នុងលអាងរបស់បិសាចមុខកង្កែបហើយមុននឹងចេញទៅពស់សក៏បានណែនាំនាងពស់ឃីវបើមានហេតុការណ៍អ្វីត្រូវមកពិភាក្សាគ្នាសិនគុំធ្វើអ្វីផ្ដេសផ្ដាសដោយចិត្តឯងហើយពស់ឃីវក៏ទទួលយល់ព្រមទើបនាងហោះចេញទៅហើយពេលនោះកូនបិសាចមុខ5ក៏បានទៅជួបស្ដេចបិសាចមុខកង្កែបពេលបិសាចកង្កែបឃើញកូនបិសាចមុខ5វាខឹងជាខ្លាំងនិងប្រាប់កូនចៅរបស់វាឲ្យអូសកូនបិសាចមុខ5យកទៅកាត់ក្បាលដោយឃើញដូច្នេះកូនបិសាចមុខ5វាបានអង្វរទៅស្ដេចបិសាចមុខកង្កែបឲ្យទុកជីវិតឲ្យវាផងព្រោះវាក៏បានសាងគុណសម្បត្តិមួយចំនួនដែលក្នុងការជួយស្ដេចបិសាចមុខកង្កែបឲ្យចេញមកវិញបានយើងទទួលស្គាល់ថាឯងមានគុណសម្បត្តិតែឯងហ៊ានបានប្រឆាំងនឹងរាជបញ្ជារបស់ព្រះអង្គឯងនិយាយទៅមើលថាឯងសមនឹងស្លាប់ដែរទេខ្ញុំមិនមែនមិនចង់មកទេប៉ុន្តែខ្ញុំត្រូវគេចាប់ចងគេឃុំវាមិនបានឯងនិយាយប្រឌិតប្រដាសអញ្ចឹងឯងចង់បន្ទោសថាស្ដេចបិសាចមិនបានតែជួយឯងមែនទេខ្ញុំមិនហ៊ានទេឯងមិនហ៊ានមែនទេអញ្ចឹងឯងឆាប់និយាយមកតើឯងមកជួបស្ដេចបិសាចតើឯងមានរឿងសំខាន់អីចង់ទូលព្រះអង្គលោកមេតាប់សម្រាប់របស់ខ្ញុំគឺវេទនាណានៅពេលខ្ញុំបានទទួលបញ្ជាពីព្រះអង្គនិងលោកមេតាប់ក៏បានតែខ្លាយទៅជាលោកតាមម្ចាស់ខ្ញុំពណ៌ស្វាយដើម្បីបោកប្រាស់ពួកខ្ញុំឲ្យដល់លួចដំបងគុយខ្ចង់ដែលមានតម្លៃពីវត្តលំសុងដោយសារតែភាពលោកលន់របស់នាងក៏បានឆេងក្រោមការបោកបញ្ឆោតរបស់ខ្ញុំហើយពេលនោះខ្ញុំក៏បាននិយាយជាមួយបងកណ្ដាលថាសូមសម្រាប់រយៈពេល2ថ្ងៃបន្ទាប់មកខ្ញុំក៏បានទៅកាន់ឋានកណ្ដាលដើម្បីភ្លក់អាហារដែលឆ្ងាញ់ទាំងអស់លើលោកហើយពេលនោះខ្ញុំមិននឹកស្មានថាឯងគឺជាកូនបិសាចដែលល្មមស៊ីបំផុតដែលមិននឹកស្មានថាឆ្ងាញ់មិនទាន់បានហូបផងបែរជាត្រូវបានពួកខ្ញុំនឹងចាប់ខ្ញុំបានទៅវិញឯងត្រូវពួកខ្ញុំចាប់បានខ្ញុំទៅជាអត់ប្រយោជន៍មែនខ្ញុំប្រយុទ្ធមិនឈ្នះពួកខ្ញុំនោះទេហើយពេលនោះនាងបានយកទៅបាត់ម្ចាស់ជើងខ្ញុំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៀតផងខ្ញុំមិនបានកុហកលោកមេតបនោះទេហើយគេស្ទើរតែសម្លាប់ខ្ញុំទៀតផងហើយឯងបានប្រាប់អ្វីខ្លះទៅនាងទោះជាយ៉ាងណាក៏ខ្ញុំមិនអាចក្បត់ព្រះអង្គនិងលោកមេតបបានដែរខ្ញុំបានតាមនាងថាត្បូងគុជខ្ចង់គឺអាចចម្រើនធម៌ពលនិងយុទ្ធសាស្ត្របានយ៉ាងពិតប្រាកដក៏ប៉ុន្តែដោយសារយុទ្ធសាស្ត្ររបស់ពួកខ្ញុំនៅមានកម្រិតទើបនាងប្រើវាមិនទាន់បានចុះនាងជឿឯងទេដំបូងគឺនាងជឿខ្លាំងណាស់ក្រោយមកនាងបែរជាមិនជឿទៅវិញតួនាងពោះសបានប្រាប់អ្វីៗគ្រប់យ៉ាងទៅឯនាងបាននិយាយអាក្រក់អំពីព្រះអង្គជាច្រើនទៀតផងតួនាងទាំងពីរមិនដឹងចង់ធ្វើអ្វីនោះទេលាក់លៀមប្រហែលជាគេរកល្បិចដើម្បីកម្ចាត់ព្រះអង្គឲ្យមើលទៅនៅថ្ងៃនេះព្រះអង្គបានធ្វើឲ្យទឹកជំនន់លិចនៅទន្លេខាងលិចខ្ញុំឃើញពួកនាងទាំងពីរកំពុងតែធ្វើខ្លួនខ្ញុំក៏ឆ្លៀតឱកាសមួយទៅរត់ដែរទៅហើយខ្ញុំមកទីនេះគឺដើម្បីឲ្យលោកមេតបនិងព្រះអង្គមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះដូច្នេះហើយព្រះអង្គម្ចាស់ហើយនិងលោកមេតបត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទេព្រះអង្គតើយើងគួរដាក់ទោសវាយ៉ាងម៉េចខ្មោចទាំង5ដោយព្រះអង្គយល់ថាឯងមានភាពស្មោះត្រង់ចំពោះព្រះអង្គលើកលែងទោសឲ្យឯងជាបណ្ដោះអាសន្នអរគុណព្រះអង្គអរគុណលោកមេតបប៉ុន្តែទោសស្លាប់អាចអត់អស់បានតែទោសរស់ឯងត្រូវតែទទួលដូច្នេះយើងដាក់ទោសឯងឲ្យទោសសម្អាតមូគុកងឹតចំនួន3ឆ្នាំអរគុណលោកមេតបដែលបានសន្ទោសបានហើយប្រញាប់ទៅធ្វើការចុះហើយអំបញ្ញមិញគឺពិតជាគ្រោះថ្នាក់ណាស់ថាខ្ញុំគួរត្រូវធ្វើអីបន្តទៅទៀតអត់មាននាងពុះសននិងពុកធ្វើចាំទទួលខ្ញុំផងខ្ញុំពិតជាមិនដឹងតទៅធ្វើយ៉ាងម៉េចនោះទេមានតែខ្ញុំរាប់មកជាបាយដើម្បីរកចេញតែប៉ុណ្ណោះប៉ុន្តែខ្ញុំត្រូវតែចាក់ចេញបែបនេះដែលមិនបានធ្វើអីសោះអូខ្ញុំនឹកឃើញហើយនាងពុះសបានសុខឲ្យខ្ញុំជឿរកមនុស្សម្នាក់ហើយយយខ្ញុំពិតជាខ្លាំងណាស់ពេលនេះតើមនុស្សម្នាក់នោះឈ្មោះអ្វីទៅវាគឺជាអ្វីនោះហើយអ្វីបានជានៅទីនេះងងឹតម្លេះខ្ញុំកំពុងតែយល់សុបិនមែនទេក្បាលរបស់ខ្ញុំវិលខ្លាំងណាស់តើនេះជារបបអ្វីទៅមានអ្នកណានៅទីនេះទេមានមនុស្សទេអូយ៉ាអ្នកណាគ្នានោះវិញខ្ញុំឈ្មោះស៊ីសៀនអូជាមនុស្សដែលមានពូសប្រការរកនោះហើយសួស្ដីស៊ីសៀនគឺឈ្មោះខ្មៅទាំង5សួស្ដីខ្មៅទាំង5តើឯងអាចប្រាប់ខ្ញុំបានទេថាទីនេះជាកន្លែងណាឯងគឺកំពុងជាប់នៅក្នុងសម្បកខ្យងដ៏ធំនោះស្អីគេសម្បកខ្យងខ្មៅទាំង5របស់ខ្ញុំគឺវិលខ្លាំងណាស់ហើយភ្នែករបស់ខ្ញុំក៏មើលអ្វីមិនឃើញដែរសូមឲ្យកុំលេងសើចជាមួយខ្ញុំបានទេយើងមិនបានកុហកឯងទេតែពិតជាបានជាប់ឃុំនៅក្នុងសម្បកខ្យងមែនឯងជប់លេងសើចទៅបានទេមនុស្សមិននឹងអាចជាប់នៅក្នុងសម្បកខ្យងដ៏ទូចបានទេស៊ីសៀនឯងកុំនិយាយអ្វីអសោះលោកបងទាំងពីរមកហើយពួកយើងបន្តិចទៀតនឹងត្រូវតែយាមនៅរោងភ្នំវេទមន្តវិញដូច្នេះហើយទើបមកសួរសុខទុក្ខហើយបន្តិចទៅឯងបោះសម្អាតអញ្ចឹងមិនត្រូវនោះទេឯងត្រូវបោះសម្អាតវាបែបនេះអាយ៉ាលោកបងក្តាមគ្រាន់តែបោះសម្អាតក៏មានភាពអស្ចារ្យដែរចុះខ្ញុំវិញមិនដែរស្ទាយបោះសម្អាតរបស់ឯងគឺមិនមានអ្វីទេឯងនិយាយអីឥឡូវពេលទៅតែឯងបោះសម្អាតធម្មតាប៉ុន្តែឯងមានភាពតាក់ទាញនិងមានក្បាច់គុណខ្ពស់ទៀតផងហើយភ្នែកមុតមានគេតែងតែនិយាយថាខ្ញុំមានរូបរាងសង្ហាខ្លាំងណាស់ភ្នែករបស់អ្នកណាគេក៏អត់ម្លេះបើឯងជាអ្នកសង្ហាមែនគេពិតជាល្ងងខ្លៅខ្លាំងណាស់ឯងនិយាយហ្នឹងចង់វាយគ្នាមែនអូស្បែកឯងពិតជារមាត់ហើយមែនទេលោកបងទាំងពីរមានរឿងអីនិយាយគ្នាបានកុំប្រើដៃប្រើជើងអីបានហើយកុំឆ្លុះគ្នាលោកមេតបមកហើយកុំវាយគ្នាឆាប់ចេញទៅកុំបាំងមុខយើង
ពួកឯងទាំងពីរមិនចង់រស់ហើយមែនទេបានមកវាយគ្នានៅកន្លែងនេះបើវារំខានដល់ព្រះអង្គតើឯងអាចទទួលខុសត្រូវបានទេចំពោះរឿងនេះសូមលោកមេតបលើកលែងទោសសូមលោកមេតបលើកលែងទោសផង